Hello សួស្តីអ្នកទាំងអស់គ្នានេះអាវ៉ាន់ហើយថ្ងៃនេះគឺខ្ញុំនឹងមកដល់វាមើលថាតើមានសារអីសម្រាប់អ្នកទាំងអស់គ្នាមានអីដែលអ្នកទាំងអស់គ្នាត្រូវដឹងត្រូវឮឥឡូវគឺម៉ោង11:11នាទីអ្នកទាំងអស់គ្នាម៉ោងនៅកូរ៉េម៉ោងនៅកូរ៉េអ្នកទាំងអស់គឺ11:11នាទីអញ្ចឹងគឺមានសារអីសម្រាប់អ្នកដែលកំពុងមើលរបស់ខ្ញុំហ្នឹងដែលត្រូវដឹងត្រូវឮបើស្ដាប់ទៅត្រូវក៏ទទួលយកបើមិនត្រូវក៏មិនបាច់ចាំមើលវិញឆ្ងាយគិតអីច្រើនដែរណាអូខេចំណុចហ្នឹងស្លឹកវាលេខ14ខ្ញុំសុំ3ស្លឹកចាស់មុននឹងនិយាយអីម៉ោង11:11នាទីយប់អ្នកនរគ្នាគឺលក្ខណៈថារាំងស្ងាត់តាមធម្មតាបើនៅកូរ៉េគឺម៉ោងតា7:08អីហ្នឹងក៏រាំងស្ងាត់ដែរតែសម្រាប់នៅប្រជុំជនអត់សូវស្ងាត់ទេម៉ោង7:08 9:10អីហ្នឹងគឺស្ងាត់ហើយលក្ខណៈថាគេចូលផ្ទះចូលសបែងគេអត់ទាន់ដេកទេប៉ុន្តែគេអត់ដូចនៅខ្មែរយើងអីចឹងណាដើរឬក៏និយាយសំឡេងអីញ៉ៃញ៉ៃឡូឡាតាមផ្លូវអីចឹងណាមានមនុស្សដើរប៉ុន្តែគេអត់ឡូឡាអត់ញ៉ៃញ៉ៃទេគេលក្ខណៈថាស្ងាត់ហ្នឹងហើយប្រទេសគេគឺបែបហ្នឹងវាបើសំឡេងរំខានដូចយើងនៅខ្មែរអីយើងចាក់ប៉ះផឹកស៊ីអីចឹងណាអាហ្នឹងក៏អត់បានដែរយប់ម៉ោង8ឡើងទៅគឺអត់បានទេអ្នកនរគ្នាគឺគេប្តឹងគេចាប់យើងផឹកស៊ីញ៉ៃញ៉ៃឡូឡាយហ្នឹងប៉លិសមកដល់ភ្លើមលើហ្នឹងហើយសុកហ្នឹងអត់បានទេសុកហ្នឹងកាច់កាច់អូខេអានេះយើងមកមើលវិញថាមានសារអីសម្រាប់អ្នកកំពុងមើលហ្នឹងមិញឥឡូវគឺខ្ញុំដោះបៀ3ស្លឹកមិញគឺឃើញថាអត់នឹងចឹងគឺឃើញថាដំបងឡើយគឺអ្នកទាំងអស់គ្នាហ្នឹងអ្នកដែលកំពុងមើលមួយចំនួនគឺចាប់ផ្ដើមប្រែប្លែកដឹងនៅរឿងអីមួយរឿងបានន័យថារឿងនៃធម្មពលនៃមនុស្សអវិជ្ជមានមនុស្សរបៀបដូចកំណត់អត់ល្អឬក៏កំណត់ដែលកត់ឬក៏ញុះញង់ឬក៏របៀបម៉េចដែលថាធ្វើអីអ្នកទាំងអស់គ្នាអត់បានធ្វើអីអ្នកទាំងអស់គ្នាអត់កើតប៉ុន្តែនិយាយជាពាក្យសម្ដីនិយាយជាការញុះញង់និយាយជាកំណត់ចាក់រុកអីបែបមួយបែបម៉េចមួយម៉េចពីរអីចឹងណាហើយអ្នកទាំងអស់គ្នាអត់ដឹងទេនៅពេលមុនគឺអត់ដឹងពីចរិតរបស់ម្នាក់នឹងមនុស្សនឹងទេប៉ុន្តែឥឡូវហ្នឹងគឺអ្នកទាំងអស់គ្នាចាប់ផ្ដើមមើលឃើញហើយចាប់ផ្ដើមផ្លាស់ប្ដូរការគិតចាប់ផ្ដើមយល់ថាម្នាក់ហ្នឹងគឺអត់ល្អមិត្តភាពឬក៏តំណែងហ្នឹងគឺអត់ល្អពេលចឹងគឺអ្នកទាំងអស់គ្នាចាប់ផ្ដើមប្រែផ្លាស់ប្ដូរហ្នឹងមានន័យថាមែនឲ្យអ្នកមែនអ្នកទាំងអស់គ្នាទៅជេរស្ដីគេទៅប្រមាថមើលងាយគេដឹងហើយឮហើយក៏ទៅរករឿងគេអីមិនទេគ្រាន់តែអ្នកទាំងអស់គ្នាហ្នឹងគឺចាប់ផ្ដើមដឹងថាអ្នកទាំងអស់គ្នាអត់សមនឹងរាប់អាននឹងមនុស្សហ្នឹងឯងគឺមនុស្សហ្នឹងគឺមានកតុយកញ្ជ្រោងអីចឹងណាគឺមានច្រាក់លក្ខណៈដូចអត់សមនឹងអ្នកទាំងអស់គ្នាគួរតែរាប់អានមានអារម្មណ៍ថាខាតនៅប្រយោជន៍សេពគប់យូរទៅគឺមានអារម្មណ៍ថាខាតបងអត់ល្អដល់ខ្លួនឯងផ្ដល់នៅភាពអវិជ្ជមានដល់ខ្លួនឯងពេលអញ្ចឹងគឺផ្លាស់ប្ដូរនិស្ស័យរបស់អ្នកទាំងអស់គ្នាទៅតាមហ្នឹងណាវាអាចនិយាយបានថាបើសិនជាអ្នកទាំងអស់គ្នាលិចលង់ទៅជាមួយមនុស្សហ្នឹងគឺនិស្ស័យរបស់អ្នកទាំងអស់គ្នាហ្នឹងគឺប្រែទៅតាមហ្នឹងដែរនិស្ស័យប្រែលុយវាដូចថាជាបើសិនជាអ្នកទាំងអស់គ្នាជាមនុស្សល្អហើយអ្នកទាំងអស់គ្នាខ្សែគប់ម្នាក់ហ្នឹងហើយអត់បានមើលអត់បានសង្កេតឬក៏អត់បានគិតពិចារណាពីអ្វីពាក្យសម្ដីឬក៏ទង្វើរបស់គេហ្នឹងទៅធ្វើឲ្យអ្នកទាំងអស់គ្នាហ្នឹងលិចលង់ទៅជាមួយមនុស្សម្នាក់ហ្នឹងនិយាយអីធ្វើអីគឺញុះញង់ឲ្យអ្នកទាំងអស់គ្នាដើរផ្លូវអត់ត្រូវអញ្ចឹងណាបន្ទាប់ហើយគឺអ្នកទាំងអស់គ្នានឹងទៅតាមគេនឹងទាំងស្រុងតែម្ដងហើយវាធ្វើឲ្យការផ្លាស់ប្ដូរនិស្ស័យដែលជាអ្វីដែលមាននៅក្នុងខ្លួនរបស់អ្នកទាំងអស់គ្នានឹងប្ដូរទៅនិស្ស័យរបស់គេទៅតាមគេទៅគំនិតរបស់គេដែលគេចង់បានជាមួយនឹងស្លឹកបៀ Fila Fortune ហ្នឹងគឺជាកងចាក់ប្រេងវាសនាកងចាក់នៃតារានគរទាំង12គឺចរិតលក្ខណៈរបស់មនុស្ស
bằng hai ở đằng ha bạp na ấy chẳng na hơi có chia rút đầm náng ao pre đi say rồi có chạ có vả rồi có ấy kế prom lịch khất ấy ở nâng anh chẳng cứ bà này tha nè từng ọc nè nâng cứ mình plak đô mình prai từ tám mà vậy đây chỉ tham một bố bỏ mình đưa ảo với chấm biệt nâng ấy cứ nè từng ọc nè nơi cô chấm hô bọc luôn anh cứ đào tám prom lịch khất pren visna đào tam chạ cả vả đầm răng ao nè từng ọc nè đào ấy nâng cứ rơi vô luôn ấy nhá nè ọc nè ắt rơi vô plei bọc kia tê rơi vô plei bọc luôn anh nếu chúng tôi thảแบบนั้นហើយអ្នកទាំងអស់គ្នាគឺជាមនុស្សដែលមាននៅក្តីស្រឡាញ់នៅចិត្តធម៌សប្បុរសមាននៅចិត្តបរិសុទ្ធហើយនឹងអីគេលក្ខណៈថាជាមនុស្សដែលមានចិត្តគិតសុតិធនិយមជាមួយនឹងស្លឹកវាអាត់កើហ្នឹងគឺអ្នកទាំងអស់គ្នាគឺរបៀបដូចជាក្តីស្រឡាញ់ដែលធំដែលដោយរបៀបចេះកាត់ចេះអាណិតចេះមើលអ្នកនៅជុំវិញខ្លួនចេះវែកញែចេះវិនិច្ឆ័យថ្លឹងថ្លែងយុត្តិធម៌អីអស់ហ្នឹងគឺមាននៅអារម្មណ៍មនោសញ្ចេតនាច្រើនខ្លាំងមែនតើគឺជាមនុស្សដែលភាគច្រើនគឺគិតទៅលើរឿងអារម្មណ៍អ្នកដទៃច្រើនយកចិត្តគេដាក់ចិត្តយើងអីអស់ហ្នឹងឯងគឺជាមនុស្សល្អអញនិយាយបានថាសម្រាប់បើប្រៀបធៀបទៅគឺជាមនុស្សដែលមានអីគេមានអារម្មណ៍មនោសញ្ចេតនាខ្ពស់ផ្ដោតទៅខាងអារម្មណ៍ច្រើនជាងខួរក្បាលប្រើអារម្មណ៍ច្រើនជាងខួរក្បាលប្រើបេះដូងច្រើនជាងខួរក្បាលអត់សូវគិតញញៃអីច្រើនទេតែអារម្មណ៍មនោសញ្ចេតនាហ្នឹងច្រើនហើយនេះយើងមកមើលថាតើមានអីសម្រាប់អ្នកដែលកំពុងមើលរបស់ខ្ញុំមានអីជាមួយនឹងស្លុកបៀ Six of Cup គឺតំណាងថាជាមួយនឹងស្លុកបៀ Six of Cup នេះគឺតំណាងថាក្តីស្រឡាញ់ដែលអ្នកទាំងអស់គ្នានឹករលឹកពីមុនណាអាចនិយាយថាបានថាតំណែងដែលអ្នកទាំងអស់គ្នាអាចអង្គុយនឹកអង្គុយចាំអង្គុយឃើញអីចឹងណាឥឡូវហ្នឹងគឺអ្នកទាំងអស់គ្នាបានកាត់បន្ថយអីគឺពេលខ្លះវាគិតអ្នកទាំងអស់គ្នាគិតថាវាអត់ចាំបាច់ដែលត្រូវនឹកឃើញរហូតវាអត់ចាំបាច់ដែលត្រូវអ្នកទាំងអស់គ្នាហ្នឹងចងចាំរហូតអីហ្នឹងនោះទេពេលខ្លះតំណែងខ្លះទង្វើខ្លះកាយវិការពាក្យសម្ដីឬក៏ចំណុចដែលល្អអាចយកមកចងចាំបានប៉ុន្តែរឿងខ្លះគឺបើសិនជាចងចាំហើយវាមានការឈឺចាប់អាហ្នឹងក៏យើងអត់ចាំបាច់ចងចាំទេណាវាត្រូវតែបំភ្លេចទោះបីជាវាល្អប៉ុណ្ណាក៏ដោយទទួលស្គាល់ថាល្អប៉ុន្តែនៅពេលដែលយើងនឹកឃើញហើយវាមានអារម្មណ៍ថាប៉ះពាល់ផ្លូវចិត្តរបស់យើងអាហ្នឹងក៏យើងបាច់ចាំនឹកឃើញដែរប៉ុន្តែនេះជាមួយនឹង Six of Cups ខ្ញុំឃើញថាអ្នកទាំងអស់គ្នាហ្នឹងមួយចំនួនគឺអត់ចងចាំនៅតំណែងឬក៏រឿងអតីតកាលពីមុនហ្នឹងនោះទេពីមុនអ្នកទាំងអស់គ្នាគឺនឹកមែននេះដោយសារតែវាចេញខាងបច្រាស់អញ្ចឹងគឺនៅបានន័យថាអ្នកទាំងអស់គ្នាលេងចងចាំលេងចង់ដឹងលេងចង់លឺនៅតំណែងខ្លះដែលវាចាក់ចេញទៅហើយជាមួយមនុស្សខ្លះដែលវាចាក់ចេញទៅហើយអត់ចង់រំលឹកឬក៏រំលឹកបាក់កាយអីមកវិញនោះទេព្យាយាមបំភ្លេចព្យាយាមដើរទៅមុខអាហ្នឹងអ្នកទាំងអស់គ្នាធ្វើខ្លួនឯងហើយនឹកឃើញខ្លួនឯងនោះទេហើយបានតាំងចិត្តខ្លួនឯងនឹងទេគឺលក្ខណៈថាអត់ចង់រំលឹកតែម្ដងអាហ្នឹងមើលទៅទៀតថាធ្វើបានប៉ុណ្ណាឬក៏មិនអាហ្នឹងក៏មើលទៅតាមហ្នឹងណាធ្វើខ្លួនឯងបដិញ្ញាចិត្តខ្លួនឯងបន្តមកទៀតមានស្លឹកវា King of Wands គឺជាមួយនឹងធម្មពលតារានិកធាតុភ្លើងនេះខ្ញុំឃើញថាអ្នកទាំងអស់គ្នាមួយចំនួនដែលដូចខ្ញុំនិយាយមិនអញ្ចឹងថាអាចនឹងមាននៅធម្មពលអាក្រក់ខ្លះតាំងពីដើមអ្នកទាំងអស់គ្នាគឺមាននៅមនុស្សឬក៏ធម្មពលអវិជ្ជមានមួយចំនួនដែលបៀតបៀនឬក៏ដែលវាមាននៅក្នុងជីវិតរបស់អ្នកទាំងអស់គ្នាតែទោះយ៉ាងណាក៏ដោយក៏វាអត់អាចធ្វើអីអ្នកទាំងអស់គ្នាបានក៏វាអត់អាចមានផលប៉ះពាល់អីខ្លាំងទៅដល់អ្នកទាំងអស់គ្នានោះដែរនេះខ្ញុំឃើញថាជាមួយនឹង King of Wands
គឺអ្នកទាំងអស់គ្នាអាចនឹងទៅដល់នៃគោលដៅរបស់អ្នកទាំងអស់គ្នាអ្នកទាំងអស់គ្នាអាចចង់ធ្វើអីឬក៏ចង់ទៅណាឬក៏ចង់សម្រេចអីគឺបានធ្វើទៅបានវាអាចនឹងមាននៅដូចខ្ញុំនិយាយមិនអញ្ចឹងថាមនុស្សឬក៏ធម្មពលអវិជ្ជមានខ្លះប៉ុន្តែវាមិនមែនថាធ្វើទៅអត់បានទេគឺធ្វើទៅបានបើសិនជាអ្នកទាំងអស់គ្នាបន្តធ្វើទៅរហូតអីចឹងណាជាមួយនឹងអតីតកាលអ្នកទាំងអស់គ្នាបានព្យាយាមបំភ្លេចហើយក៏ព្យាយាមទុកវានៅដោយ like ឬក៏នៅខាងក្រោយអ្នកទាំងអស់គ្នាលេងយកមកមើលហើយអញ្ចឹងគឺធម្មពលខ្លះមនុស្សខ្លះគឺតាណាក៏មានដែរអ្នកទាំងអស់គ្នាអញ្ចឹងអត់ចាំបាច់ខ្វល់ច្រើននោះទេធ្វើនៅអ្វីដែលអ្នកទាំងអស់គ្នាចង់ធ្វើទៅធម្មពលពោះធម្មពលកញ្ជ្រោងបិសាចអីអស់ហ្នឹងកពើមនុស្សពោះអីអស់ហ្នឹងគឺមកចាំខ្វល់ច្រើននោះទេវាបែបហ្នឹងមនុស្សគឺរស់នៅស្ថានភាពល្អហើយនឹងមិនល្អគឺនៅទន្ទឹមគ្នាណាបន្តមកទៀតមានស្លឹក Four of Pentacles មកយ៉ាងហ្នឹងអ្នកទាំងអស់គ្នាមួយចំនួនអាចនឹងមាននៅការអីគេខ្សត់ខ្សោយខាងផ្នែកហិរញ្ញវត្ថុឬក៏អ្នកទាំងអស់គ្នាមិនខ្សត់ខ្សោយប៉ុន្តែអ្នកទាំងអស់គ្នាអត់ចង់ចាយលុយលហេតុរហូតផ្ដេសផ្ដាស់ទៅពីទៅពីអត់ដឹងអីចង់រិះថាំចង់សន្សំចង់មើលចង់ចាត់ចែងអីយ៉ាងហ្នឹងអ្នកទាំងអស់គ្នាធ្វើបញ្ជីបញ្ចេញបញ្ចូលចំណូលចំណាយអីអស់ហ្នឹងអ្នកទាំងអស់គ្នាអាចនឹងរិះថាំនៅខាងផ្នែកហិរញ្ញវត្ថុអីហ្នឹងនិយាយម្ដងទៀតគឺអត់ចង់ចាយលុយតែម្ដងគឺចង់សន្សំឬក៏ចង់យកលុយហ្នឹងទៅធ្វើអ្វីរឿងអីមួយដែលអ្នកទាំងអស់គ្នានឹងដាក់ចិត្តថាទៅធ្វើមែនតែនពិតប្រាកដហើយមានការកាត់បញ្ជីចំណូលចំណាយរៀបចំ plan អីហ្នឹងច្បាស់លាស់ខ្លាំងមែនតែនវ៉ាវស្លឹកវាអេសអោខាប់អ្នកទាំងអស់គ្នាគឺបានចាក់ចេញពីកន្លែងអីមួយមិនដឹងថាបានហើយនៅទេប៉ុន្តែខ្ញុំមើលឃើញថាអ្នកទាំងអស់គ្នានឹងបានន័យថាអត់ទាន់បានចេញនៅទេគឺនឹងចាក់ចេញពីទំនាក់ទំនងឬក៏ពីកន្លែងការងារឬក៏ពីរឿងអ្វីមួយក្នុងស្លឹកវានេះគឺតំណាងថាបានចាក់ចេញពីកន្លែងការងារអ្នកនរគ្នាគឺលើកថាជានេះដូចរូប Master Chef ម្នាក់ដែលគាត់នៅគ្រប់គ្រងនៅកន្លែងហ្នឹងអញ្ចឹងណាហើយបរមអ្នកហ្នឹងគឺគាត់បានលាលែងពីតំណែងលាលែងចេញពីការប្រកួតហ្នឹងគឺគាត់ដើរចេញទៅអញ្ចឹងគឺបានន័យថាគាត់លេងចង់ទទួលយកពានរង្វាន់អីអស់ហ្នឹងហើយគឺទោះបីជាគាត់ស្រឡាញ់ប៉ុណ្ណាក៏ដោយការតាំងចិត្តពីមុនមកធំធេងបែបណាក៏ដោយក៏គាត់អត់ចង់នៅធ្វើនៅសម្រាប់កន្លែងហ្នឹងដែរវាដូចវាថាវាមានរឿងអីមួយដែលបណ្ដាឲ្យគាត់ហ្នឹងឈប់ចង់បាននៅពៀនឬក៏បានជ័យលាភីអីហ្នឹងទៀតដោយសារតែវាធុញទ្រាន់ឬក៏មានសម្ពាធឬក៏ប្រកួតប្រជែងខ្លាំងពេកធ្វើឲ្យផ្លូវចិត្តរបស់គាត់អត់ល្អឬក៏អីផ្សេងទៀតមានរឿងជាច្រើនដែលយើងអត់អាចដឹងនៅក្នុងករណីបែបហ្នឹងប៉ុន្តែនេះស្លឹកវានោះគឺបានថាអ្នកមួយចំនួនគឺបានត្រៀមនឹងចាក់ចេញពីអ្វីមួយពីកន្លែងការងារពីមនុស្សពីរឿងរ៉ាវខ្លះរឿងរ៉ាវបែបខាងក្នុងឬក៏ខាងក្រៅអាហ្នឹងគឺមើលទៅតាមនឹងអ្នកទាំងអស់គ្នាខ្លួនឯងទៅដឹងហើយនេះសូមមកសន្លឹកទៀតចុងក្រោយតើមានអីសម្រាប់អ្នកកំពុងមើលរបស់ខ្ញុំថ្ងៃស្អែកថ្ងៃអាទិត្យស្លឹកវា Five of Pentacles អូខេម្ដងទៀតនេះខ្ញុំឃើញថាចាអ្នកទាំងអស់គ្នាហ្នឹងគឺបានប្រុងប្រយ័ត្នជាមួយនឹងលុយកាក់ហ្នឹងអាហ្នឹងគឺជារឿងល្អព្រោះថាអ្នកទាំងអស់គ្នាអាចនឹងប្រឈមមុខនឹងរឿងបញ្ហាខាងផ្នែកហិរញ្ញវត្ថុអត់លុយខ្សត់ខ្សោយអីចឹងខ្ញុំហ្នឹងមករយៈពេលហ្នឹងគឺខ្ញុំមានអារម្មណ៍ថាខ្ញុំខ្សត់ខ្សោយលុយខ្លាំងមែនតើអ្នកទាំងអស់គ្នាអើយគឺមានអារម្មណ៍ថារកលុយអត់សូវបានអត់សូវសល់លុយហើយមានអារម្មណ៍ថាចាយលុយគឺអត់សល់មានអារម្មណ៍ថាលុយគឺអត់នៅជាមួយខ្ញុំហ្មងដូចប្រឆាំងនឹងខ្ញុំហ្មងអាឡាក់ស៊ីជាមួយលុយមែនមានអារម្មណ៍ថាចាយលុយអត់នៅក្នុងដៃបានយូរសោះ
ប្រាក់ខែបើកមកគឺច្រើនដែរលុយក៏ហូរចូលបានច្រើនដែរតែខ្ញុំមានអារម្មណ៍ថាខ្ញុំអត់សល់លុយចឹងអាហ្នឹងគឺបញ្ហាធំនេះគឺឃើញថាអ្នកទាំងអស់គ្នាមួយចំនួនដូចគ្នាដែរអាចនឹងនិយាយបានថាទៅតិចទៀតហ្នឹងគឺអ្នកទាំងអស់គ្នានឹងមានបញ្ហាជាមួយនឹងរឿងលុយកាក់ប្រឈមមុខនឹងការអត់លុយដាច់លុយអត់មានលុយមែនទេតប៉ែជួយបាននិយាយលេងអ្នកទាំងអស់គ្នានេះគឺបានន័យថាអ្នកទាំងអស់គ្នាអាចសន្សំឬក៏អាចរិះថាមឬក៏អាចចាយអីគិតមកគិតក្រោយណាដោយសារថាលុយលើពិបាករកដល់ពេលចឹងទៅគឺអ្នកទាំងអស់គ្នាព្យាយាមចាត់ចែងព្យាយាមមើលអីហ្នឹងមែនតើអ្នកទាំងអស់គ្នាដឹងថាអ្នកទាំងអស់គ្នានឹងអត់មានលុយនឹងពិបាកនឹងហាងខ្សត់ខ្សោយខាងផ្នែកហិរញ្ញវត្ថុហ្នឹងពេលចឹងហើយទៅបានជាខំប្រឹងរិះថាមលុយហ្នឹងហើយមិនតែនៅតែជួបបញ្ហាហ្នឹងមែនតែទៅយ៉ាងណាក៏ដោយក៏វាមិនជាបញ្ហាធំទេព្រោះលុយយើងអាចរកបានទៀតណោះគ្រាន់តែមានពេលខ្លះអត់ពេលខ្លះក៏មានពេលខ្លះក៏សម្បូរពេលខ្លះក៏ខ្សត់ខ្សោយអីចឹងទៅអាហ្នឹងគឺអាចមានលុយរហូតទេមានលុយរហូតងាយបែបលេងទៅការងាររកស៊ីអីអស់បាត់ហើយចឹងគឺវីដេអូថ្ងៃហ្នឹងគឺមានតែប៉ុណ្្នឹងទេហើយខ្ញុំអរគុណសម្រាប់ការទស្សនារបស់អ្នកទាំងអស់គ្នាខ្ញុំនឹងជួបអ្នកទាំងអស់គ្នានៅវីដេអូក្រោយទៀតបាយបាយ